ពុទ្ធព្រះអង្គមើលឃើញបំណងសត្វលោកទី1ធំបំផុតមកពីយើងមើលឃើញសាមញ្ញលក្ខណៈធម៌ទាំង3អនិច្ចំមើលឃើញថាជីវិតរបស់យើងអត់ទៀងមែនទេញោមបាទទុក្ខខាងមើលឃើញតែសភាវៈលើលោកនេះសត្វតែប្រជុំទៅដោយទុក្ខអនត្តាមើលឃើញតែខ្លួនយើងនេះកូនយើងនេះទ្រព្យយើងនេះសត្វតែជារបស់ខ្ចីគេមិនមែនជារបស់កម្មសិទ្ធិរបស់យើងមែនទេយាយណាទី1សំខាន់បំផុតសត្វលោកមើលឃើញថាអនិច្ចំអត់ទៀងមើលឃើញតែទុក្ខខាងសភាវៈសត្វតែជាទុក្ខមើលឃើញអនត្តាមិនមែនជារបស់ខ្លួនមិនប្រកាន់ហួងហែងមាំតំបានទើបបានជាដាក់ចិត្តកំណត់យើងឲ្យប្ររពនិងប្រព្រឹត្តធ្វើពិធីបុណ្យផ្សេងរាល់ថ្ងៃនេះបើសិនជាមិនឃើញសេចក្តីស្លាប់មនុស្សយើងម្លេះសំអត់ធ្វើបុណ្យទេជឿទេញោមបើអត់មានសេចក្តីស្លាប់អាត្មាពិចារណារាល់ថ្ងៃបើសិនជាគ្មានសេចក្តីស្លាប់ទេប្រកាសជាមនុស្សគ្រប់គ្នាអត់ធ្វើបុណ្យទេប្រហែលមានសេចក្តីស្លាប់គៀកនឹងមកដល់ប៉ុណ្ណឹងហើយលោកយាយខ្លះតាខ្លះអាលោក70 80ហើយនិយាយពីអ្នកខ្លះទេខ្ញុំនិយាយខ្លះទេណាខ្លះទេអ្នកមានទ្រព្យឯដំលោកទៀងខ្លះ70 80ហើយនឹងនិយាយពីមុខជ្រួញហើយប៉ុនសក់នឹងនៅអូខ្មៅក្រឹបតែមកយល់បងហើយគេមើលទៅមុខវាមិនសមសក់គេសួរតែចោះសក់ញោមទាវលោកទាវអីក៏ខ្មៅល្អម្លេះអាហ្នឹងធម្មជាតិរបស់ខ្ញុំណាធម្មជាតិប៉ាន់មួយអាទិត្យលាប3ដងធម្មជាតិហ្នឹងណាធម្មជាតិស្រឡាញ់ណាស់វង្វេងណាស់នឹងរូបរាងកាយនេះក៏ស្អាតស្អាងណាស់ពេញចិត្តណាស់បញ្ជាក់ចឹងមិនមែនមកឲ្យញោមស្រឡាញ់ទេថៃចោបណ្ណាអាត្មាចង់បញ្ជាក់ថាកុំឲ្យយើងជាប់ជាពាក់នឹងអាហ្នឹងខ្លាំងពេកលះកាត់ពេលវេលាខ្លះសម្រាប់យើងសន្សំសេចក្តីល្អលះកាត់ពេលវេលាខ្លះសម្រាប់យើងសន្សំសេចក្តីល្អចឹងទី1មកពីយើងមើលឃើញនៅសាមញ្ញលក្ខណៈធម៌ហ្នឹងមើលឃើញអនិច្ចំទៅអត់ទៀងដេចគុណហើយខ្ញុំកណាអត់ទៀងទេបានខ្ញុំកណាធ្វើកឋិនខ្ញុំកណាអត់ទៀងទេបានខ្ញុំកណាមកធ្វើបន់ស្រាប់ធម៌ថ្វាយអង្គមព្រះសម្ពាក់ប្រសងអត់ទៀងយ៉ាងម៉េចឥឡូវញោមស្រាប់ពធនៅមុខអាត្មា1ម៉ោងក្រោយញោមដឹងថាជីវិតញោមទៅជាយ៉ាងណាទេដឹងទេញោមអត់ទេកន្លះម៉ោងក្រោយយើងដឹងទេ10នាទីក្រោយដឹងទេ5នាទីក្រោយដឹងទេកុំថាឡើយដល់5នាទី1វិនាទីទៀតក៏យើងអត់ដឹងថាជីវិតយើងទៅជាយ៉ាងណាដែរមែនទេញោមដែលគុណភក្តីកំពុងសម្ដែងធម៌កោកោមិនតាន់ចប់ផងដួលផឹងនៅលើក្រែហ្នឹងក៏ថាបានមែនទេអត់ទៀងសោះជីវិតនេះអត់ទៀងសោះដើរដួលផឹងអង្គុយដួលផឹងសម្រានទៅភ្លឹងក៏មានអត់ទៀងសោះត្រង់ដែលអត់ទៀងហ្នឹងព្រះសម្មាសម្ពុទ្ធលោកឲ្យយើងពិចារណាហើយឲ្យពិចារណាទៀតថាសភាវៈលើលោកនេះសត្វតែប្រជុំទៅដោយទុក្ខទាំងអស់ក៏មានប្តីទុក្ខនឹងប្តីមានកូនទុក្ខនឹងកូនស្រឡាញ់ខ្លួនឯងទុក្ខនឹងខ្លួនឯងស្រឡាញ់ប្តីទុក្ខនឹងស្រីស្រឡាញ់កូនទុក្ខនឹងកូនស្រឡាញ់ទ្រព្យទុក្ខនឹងទ្រព្យសត្វតែទុក្ខទាំងអស់តែយើងមើលអត់ឃើញទុក្ខឃើញតែសុខឃើញតែសុខហើយជឿទេលោកសំដែងនឹងជឿទេមានប្តីខ្ញុំនឹងប្តីមានកូនខ្ញុំនឹងកូនស្រឡាញ់ខ្លួនឯងមានខ្លួនឯងខ្ញុំនឹងខ្លួនឯងយល់ទេខ្ញុំយល់ទេយល់ខ្លះទេខ្ញុំយល់ទេយល់ស្អីមិនតាន់អធិប្បាយផងយល់ដែរខ្ញុំពិចារណាតពិចារណាឲ្យមែនតែនថាសត្វតែទុកស្រឡាញ់ប្តីទុកនឹងប្តីយ៉ាងម៉េចដែលនាំឲ្យយើងគួរលះបង់ពេលវេលាខ្លះធ្វើបន់យើងស្រឡាញ់ស្វាមីដែលទុកខាងសភាវៈសត្វតែប្រជុំទៅដោយទុកប៉ិនយើងមើលអត់ឃើញទុកមើលឃើញតែសោកញោមថាដេកគុណណាទុកនឹងប្តីយ៉ាងម៉េចកណាមានប្តីល្អថាស្រឡាញ់ប្តីស្រឡាញ់ខ្ញុំកណានិយាយពីសក់គ្មានអីសក់ជាងនឹងទៀតទេដេកគុណតនេដប់គ្នាដើរលេងទៅមាត់ទលេហូបបង្អែមតែមួយចានមានសេចក្តីសុខណាស់មិនបានដេកគុណថាមានទុកឥឡូវញោមគិតបន្តិចសិនបើសិនជាប្តីយើងល្អអញ្ចឹងសុកស្រាប់គាត់ឈឺធ្ងន់កើតទុកទេខ្ញុំកើតទុកទេមិនត្រឹមតែឈឺធ្ងន់គាត់ដាច់ខ្យល់ផឹងទៅចោលមុនយោងទុកទេតោកើតខ្វល់អំពើលតុកឃើញអត់បាយអត់ទឹករាប់ថ្ងៃរាប់ខែមែនយាយតាដូចគ្នាដែរស្រឡាញ់យាយទុកនឹងយាយស្រឡាញ់កូនទុកនឹងកូនស្រឡាញ់ទ្រព្យទុកនឹងទ្រព្យមិនបានថាស្រឡាញ់ទ្រព្យទុកនឹងទ្រព្យដែលកូនចេះតែទេហ្មងបើអត់លុយបានវាកើតទុកបើមានលុយមានរឿងអីកើតទុកណែក្មេងគេថាអញ្ចឹងណាមានលុយរឿងអីកើតទុកឥឡូវញោមថាមានលុយអត់កើតទុកទំរាំតបានកវលមកតឡឹងនេះតើញោមត្រូវធ្វើអីខ្លះបើអ្នកស្រែផងលុកតគួនផងលុកកឆែតផងមេមន់ផងមេជ្រូកផងដឹងប្រហែលឆ្នាំមកបានកវលមកតឡឹងហ្នឹងមែនទេអត់បាយកាហាយទឹកខំប្រឹងដើម្បីមកតឡឹងហើយដល់បានមកតឡឹងហ្នឹងមកហើយស្រាប់បបាក់ចិត្តខ្វល់ចិត្តតិចយកទៅទុកក្នុងឆ្មុកទៅតិចទុកក្រំខ្នើយទៅតិចទុកគៀងក្រងទៅខ្លាចគេលួចណាយាយណាខ្វល់ទេខ្ញុំខ្វល់ទេកើតទុកទេខ្ញុំកើតទុកទេ
កើតຕົកខ្វល់ពេញមួយជីវិត